ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនៅក្នុងថ្ងៃនេះគឺយើងនឹងចំណាយពេលប្រហែលជាកន្លះថ្ងៃទៅដើរលេងនៅក្នុងទីក្រុង Trieste ជាទីក្រុងមួយដែលស្ថិតនៅភាគឦសាននៃប្រទេសអ៊ីតាលីហើយជាប់ទៅនឹងសមុទ្រ Adriatic វីដេអូថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលពីសំណង់ស្ថាបត្យកម្មនៅទីក្រុងនេះភាពខុសប្លែកក៏ដូចជាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបអ៊ីតាលីនិងអូទ្រីសហើយយើងក៏អាចចំណាយពេលវេលាខ្លះដើរ shopping ភ្លក់រសជាតិបង្អែមនិងកាហ្វេរួមជាមួយនឹងរសជាតិអាហារនៅប្រទេសអ៊ីតាលីផងដែរប៉ុន្តែក៏មានរឿងសំខាន់មួយទៀតដែលខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាអត់ដឹងថាយើងចាញ់បោកគេឬក៏យ៉ាងណាទេនៅពេលដែលយើងមកលេងទីក្រុងនេះគឺយើងបានជួបរឿងមួយនឹងដំណើរកំសាន្តនៅក្នុងថ្ងៃនេះគឺយើងជិះឡានឆ្លងប្រទេសដូចសពមួយដងពួកយើងធ្វើដំណើរចេញពីប្រទេសអូទ្រីសទៅហើយដូចខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងថាយើងអាចបើកឡានផ្ទាល់ខ្លួនឆ្លងប្រទេសបានឲ្យតែស្ថិតនៅក្នុង EU ដូចគ្នាស្ដែងគឺយើងចូលមកដល់ក្នុងប្រទេសអ៊ីតាលីហើយគ្រាន់តែយើងអត់ទាន់ទៅដល់ទីក្រុង Trieste ដែលយើងកម្រងទៅនៅក្នុងថ្ងៃនេះឈប់សម្រាកញ៉ាំអីបន្តិចបន្តួចនៅនឹងម៉ាតហើយគឺយើងបន្តដំណើរទៅទៀតកន្លែងនេះគឺជាទេសភាពនៅតាមផ្លូវដែលយើងអាចឈប់សម្រាកឬក៏ថតរូបបានខ្ញុំសង្កេតឃើញថាតាមផ្លូវនៅអឺរ៉ុបនេះគឺយើងមិនចេះតែឈប់បានទេបងប្អូនតើតែមានកន្លែងគេដាក់ថាមានចំណតទើបយើងអាចឈប់បានតែឥឡូវចឹងគឺយើងមកដល់ទីក្រុងរបស់គេហើយប៉ុន្តែយើងត្រូវជិះរកកន្លែងចំណតសិនកន្លែងនេះបងប្អូនឃើញម៉ាក់ខ្ញុំទទួលអាវដោយសារតែថ្ងៃដែលយើងមកដើរលេងនេះរៀងក្តៅបងប្អូនបានបន្តិចយើងក៏ឈប់នៅកន្លែងហាងកៅអៅមួយកន្លែងវាមិនជា international brand ទេបងប្អូនវាជា local brand នៅក្នុងទីក្រុងរបស់គេនេះហ្មងហើយបើតម្លៃកៅអៅនៅទីនេះវិញគឺដូចជាអត់ថ្លៃទេបងប្អូនមកប្រៀបធៀបទៅនឹងហាងផ្សេងៗហើយម៉ាក់ខ្ញុំក៏ទិញបានខ្លះដែរហើយយើងបន្តដើរទៅមើលទីក្រុងរបស់គេទៀតបងប្អូនឃើញអគារពណ៌សនៅក្នុងវីដេអូនេះអត់គឺជាអគារ Grand Canal ដែលស្ថិតនៅចំកណ្ដាលទីក្រុងនេះតែម្ដងហើយវាអមជាមួយនឹងទេសភាពហាងកាហ្វេក៏ដូចជាសំណង់អគារបុរាណនៅគៀននឹងហើយមកដល់កន្លែងហ្នឹងហើយដែលពួកយើងជួបរឿងមួយដែលអត់រំពឹងទុកតែម្ដងអត់ដឹងថាបងប្អូនដែលនៅអ៊ីតាលីនេះឬក៏អ្នកដែលគាត់ធ្លាប់មកដើរលេងទីក្រុងធំៗនៅអ៊ីតាលីជួបរឿងហ្នឹងក៏អត់ទេព្រោះថានៅពេលដែលពួកយើងដើរតាមផ្លូវគឺមានអ្នកសុំឲ្យយើងសញ្ញេហើយបន្ទាប់ពីយើងសញ្ញេហើយគឺគេសុំឲ្យយើងបរិច្ចាគលុយហ្មងខ្ញុំក៏អត់ដឹងដែរថាសកម្មភាពនេះជាការពិតឬក៏ការបោកប្រាស់ទេព្រោះថាពួកគាត់ប្រាប់យើងថាគាត់មកពីអង្គការគ្រាន់តែថាខ្ញុំសង្កេតឃើញថាគាត់ធ្វើសកម្មភាពហ្នឹងជាមួយនឹងភ្ញៀវទេសចរដំបូងគាត់មកនិយាយមួយយើងដូចស្វាគមន៍ស្គាល់យើងអញ្ចឹងណាបន្ទាប់មកគឺគាត់សុំឲ្យយើងសញ្ញេបន្ទាប់ពីសញ្ញេហើយគឺគាត់សុំឲ្យយើងបរិច្ចាគលុយខ្ញុំមិនដឹងថាគាត់មកពីអង្គការមែនឬក៏មិនមែនទេប៉ុន្តែទង្វើហ្នឹងដូចជាការបោកប្រាស់មិនដឹងអញ្ចឹងនេះជាបទពិសោធន៍មួយដែលពួកខ្ញុំជួបហើយថ្ងៃណាមួយបងប្អូនមកលេងជួបរឿងបែបហ្នឹងដែរបងប្អូនអាចធ្វើការសម្រេចចិត្តបានហើយថាបងប្អូនចង់ឈប់សញ្ញេឲ្យគេឬក៏អត់ទេនៅនឹងមានហាងកាហ្វេច្រើនណាបងប្អូនប៉ុន្តែយើងក៏ឈប់នៅហាងកាហ្វេមួយនេះហើយញ៉ាំអីបន្តិចបន្តួចបន្ទាប់មកយើងដើរទៅមើលនៅកន្លែង shopping area របស់គេហើយឈប់នៅកន្លែងហាងបៃជើងនេះមកកន្លែងទៀតនៅក្នុងហាងនេះមានបៃជើងចម្រុះ brand តែម្ដងហើយក៏មានប្រភេទបៃជើងដែលផលិតផ្ទាល់ brand នៅក្នុងប្រទេសអ៊ីតាលីនឹងផងដែរបងប្អូនបៃជើងនៅនេះតម្លៃរៀងល្អហើយខ្ញុំឃើញថាតម្លៃរៀងធូរជាងនៅប្រទេសអូទ្រីសដែរដូចជាប្រភេទបៃជើង Club Bata អីអញ្ចឹងណាគឺមានច្រើន brand បងប្អូនហើយនេះម៉ាក់ខ្ញុំគឺគាត់លោស្បែកជើងហើយកំឡុងពេលដែលចាំម៉ាក់ហ្នឹងក៏ខ្ញុំលោស្បែកជើងដែរទៅដំបូងខ្ញុំលោបែកជើងកែយឯងប៉ុន្តែទៅវិញទៅមកខ្ញុំយកបែកជើងកវ៉ាត់ទៅដែរដោយសារតែវាស្រួលដើរជាងសម្រាប់អ្នកចូលចិត្តទិញបែកជើងអីអញ្ចឹងណាមកលេងអ៊ីតាលីគឺតម្លៃល្អឥឡូវបានមកថងហើយបងប្អូនយើងដើរចេញពីកន្លែងតំបន់ shopping នឹងបន្តិចមកគឺយើងមកដល់កន្លែងសំណង់អគារស្ថាបត្យកម្មចម្រុះហើយបងប្អូនហើយអគារដែលនៅពីក្រោយខ្ញុំនេះបងប្អូនគឺជាអគារដែលល្បីសំខាន់នៅក្នុងទីក្រុងនេះផងដែរអគារនេះសាងសង់ឡើងនៅចុងសតវត្សទី19ហើយអគារនេះគឺបែរមុខចំទៅសមុទ្រតែម្ដងបងប្អូនឃើញរូបសំណាកស្ត្រីមានស្លាមនៅខាងមុខអគារហ្នឹងអត់ដែលរូបសំណាកហ្នឹងគឺតំណាងឲ្យការបើកទទួលស្វាគមន៍ពាណិជ្ជកម្មមកពីជុំវិញពិភពលោកតែម្ដងព្រោះកាលពីជំនាន់មុនទីក្រុងនេះគឺជាទីក្រុងដ៏ល្បីនៅក្នុងការធ្វើចំនួនកាហ្វេហើយសំណង់អគារបុរាណជាច្រើននៅក្នុងទីក្រុងនេះគឺមើលទៅមានលក្ខណៈខុសប្លែកពីទីក្រុងផ្សេងៗទៀតនៃប្រទេសអ៊ីតាលីដោយសារតែទីក្រុង Trieste នេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អឺរ៉ុបកណ្ដាលដែលធ្លាប់មានមជ្ឈមណ្ឌលធំនៅក្នុងទីក្រុងវៀនណាប្រទេសអូទ្រីសចឹងហើយបងប្អូនអាចឃើញម៉ូដសំណង់អគារមួយចំនួនធំនៅទីនេះគឺមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងប្រទេសអូទ្រីសតពីចំណាយពេលមួយចំនួនដើរមើលសំណង់ស្ថាបត្យកម្មនៅក្នុងទីក្រុងនេះហើយក៏ជប់សម្រាកនៅហាងកាហ្វេមួយកន្លែងទៀតដែលហាងកាហ្វេនេះគឺមានលក់នំខេកច្រើនមែនទែនបងប្អូនហើយក្រៅពីនំខេកក៏មានជាប្រភេទការ៉េមដែរដោយសារតែអាកាសធាតុក្តៅដែរអញ្ចឹងខ្ញុំក៏មកយកការ៉េមជាមួយនឹងនំខេកទូចមួយនេះមកភ្លក់រសជាតិនំខេកនេះមើលទៅស្ទាយស្រដៀងទៅនឹង opera cake ប៉ុន្តែគេច្នៃ design ជាមួយនឹងគ្រាប់សណ្តែកដីពីលើហើយគេធ្វើវាទូចទៅមួយបងប្អូនពេលដែលញ៉ាំទៅសាច់នំរបស់គេមានលាយជាមួយនឹងរសជាតិ
ជាតិសូកូឡាគ្រីមនិងស្រាតាពាំងម៉ៃជូរបងប្អូនបន្ទាប់ពីឈប់សម្រាកញ៉ាំនំខេកការ៉េមក៏ដូចជាកាហ្វេអីហើយយើងដើរចេញពីទីក្រុងវិញទៅលេងតាមតំបន់មាត់សមុទ្រនៅក្រៅក្រុងវិញម្ដងហើយរឿងមួយទៀតដែលខ្ញុំសង្កេតឃើញនៅទីក្រុងនេះគឺឃើញគេមានជិះម៉ូតូច្រើនជាងទីក្រុងផ្សេងៗទៀតដែលខ្ញុំបានទៅនៅក្នុងប្រទេសអូទ្រីឥឡូវខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅដកដង្ហើមនៅមាត់សមុទ្រមួយហើយស្រូបយកខ្យល់អាកាសល្អបរិសុទ្ធដោយបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងណាប្រជាជននៅនឹងគឺគេមកអង្គុយឬក៏គេងនៅកាឡានឹងទៅអ្នកខ្លះក៏ចុះហែលទឹកអញ្ចឹងទៅនេះបន្ទាប់ពីសម្រាប់នៅមាត់សមុទ្រនឹងមួយផ្លែតហើយយើងថាដើរទៅរកកន្លែងញ៉ាំអីនៅហាងមួយដែលនៅក្បែរនឹងអញ្ចឹងបងប្អូនហើយមើលផ្លូវជាដើរទៅកាន់ភោជនីយដ្ឋានហ្នឹងគឺថាកលុកកលៀតហ្មងបងប្អូននិយាយទៅចុះចដើរឡើងមកហត់ដែរបងប្អូនបានមកដល់ភោជនីយដ្ឋានគេនេះសំខាន់ពេលតែមកដល់គឺអត់មានកន្លែងអង្គុយទេបងប្អូនដោយសារថ្ងៃហ្នឹងគេធ្វើកម្មវិធី party ជាមួយបុគ្គលិកក្រុមហ៊ុនគេហើយទៅពេញអស់អញ្ចឹងយើងអត់បានកក់ហើយក៏អត់មានកន្លែងអង្គុយម្ដងពេលយើងទៅហាងមួយចំនួនដែលមានទីតាំងនៅកន្លែងល្អអញ្ចឹងភ្ញៀវគឺមកពេញហើយអញ្ចឹងពេលយើងទៅពេលខ្លះអាចនឹងមានកន្លែងនៅសល់ពេលខ្លះអាចនឹងអត់ឥឡូវយើងដើរត្រឡប់ទៅឡានវិញហើយយើងទៅរកកន្លែងញ៉ាំអីនៅកន្លែងផ្សេងទៀតឥឡូវយើងរកបានកន្លែងញ៉ាំអីហើយភាគច្រើនភោជនីយដ្ឋាននៅក្នុងប្រទេសអ៊ីតាលីឲ្យតែយើងកំងវាយនឹងតែគេឲ្យនំប៉័ងស្រួយៗបែបហ្នឹង free ឯងបងប្អូនចឹងអាហារពេលល្ងាចថ្ងៃនេះគឺខ្ញុំកំងសាឡាត់ជាមួយនឹង steak សាច់មាន់នេះហើយអាដុំពណ៌លឿងនេះគេថាជាប្រភេទដែលពិសេសប្រចាំតំបន់ហ្នឹងណាបងប្អូនគេធ្វើលាយជាមួយនឹងដលងកិនម្សៅហើយនិងពងមាន់ចឹងបន្ទាប់ពីញ៉ាំអីហើយគឺភ្លក់នំខេកប្រចាំហាងគេនេះនិយាយទៅដំណើរកំសាន្តថ្ងៃនេះគឺយើងភ្លក់បានច្រើនរសជាតិដែរតើបងប្អូនក្រៅពីភ្លក់រសជាតិអាហារដើរផ្សារហើយ shopping ហើយក៏បានឃើញ building បុរាណដែលជាសំណង់ស្ថាបត្យកម្មប្លែកៗនៅក្នុងទីក្រុង Trieste ហើយយើងក៏រៀនបាននៅមេរៀនមួយសម្រាប់ថ្ងៃក្រោយដែររឿងដែលពួកខ្ញុំជួបនៅក្នុងថ្ងៃនេះទោះបីជាវាជាការបោកប្រាស់ក៏ដោយថ្ងៃក្រោយបើយើងជួបរឿងបែបហ្នឹងទៀតក៏យើងអាចដឹងយើងនឹងរៀនចេះប្រយ័ត្នហើយក្លាហាននៅក្នុងការហ៊ានបដិសេធបើសិនជាយើងសង្កេតឃើញថាទង្វើនិងសកម្មភាពនឹងមើលទៅដូចជាអត់ស្រួលទេខ្ញុំចំណាយពេលវេលាយូរដើរចេញកាន់តែលឿនកាន់តែល្អបើយើងអត់ចង់ទទួលអារម្មណ៍ថាត្រូវបានគេបោកប្រាស់ម្ដងទៀតហើយទាំងនេះគឺជាបទពិសោធន៍ក៏ដូចជាដំណើរកំសាន្តនៅក្នុងថ្ងៃនេះដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងរីករាយជាមួយនឹងទេសភាពក៏ដូចជាដឹងនឹងរៀនបាននៅបទពិសោធន៍ខ្លះៗដែលខ្ញុំបានចែករំលែកជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយនិងកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងយើងជួបគ្នាទៀតនៅអេពីសូតក្រោយ